វាសនារបស់យើងគឺយើងជាអ្នកកំណត់ខ្លួនឯងបើសិនយើងមួយថ្ងៃគិតអង្គុយគិតថាខ្ញុំកើតមកក្រស្ថិតក្នុងជីវភាពក្រីក្រក្នុងគ្រួសារក្រីក្រគ្មានថ្ងៃតាណារួចទេនៅតែមួយកន្លែងហ្នឹងទៅក្រតចំនួនអញ្ចឹងទៅអញ្ចឹងយើងនឹងคล้ายទៅជាមនុស្សបែបហ្នឹងហើយអាផ្នែកកំណត់របស់ហ្នឹងវានឹងដាក់ជាប់នៅក្នុងខួរក្បាលរបស់យើងអញ្ចឹងចង់លទ្ធផលរបស់យើងគឺនឹងបែបនោះឯងតែបើសិនយើងមានកំណត់មួយថាខ្ញុំកើតមកក្រប៉ុន្តែខ្ញុំអាចឲ្យភាពក្រីក្រនៅតចំនួនដល់កូនដល់ចៅខ្ញុំទៀតទេអញ្ចឹងខ្ញុំត្រូវតែប្រឹងប្រែងខ្ញុំត្រូវតែស្វែងរកឱកាសខ្ញុំត្រូវតែផ្លាស់ប្ដូរជោគវាសនារបស់ខ្លួនឯងឈានទៅរកកម្រិតមួយថ្មីទៀតអញ្ចឹងឈប់ដេកចាំថាមាននរណាម្នាក់មកជួយយើងមកសង្គ្រោះយើងមកផ្ដល់ឱកាសឲ្យយើងមកផ្ដល់លុយឲ្យយើងទាំងដែលយើងបានធ្វើអីទាំងដែលយើងដេកកងថ្ងាសគិតតែពីចង់បានភាពជោគជ័យឬក៏ចង់បានទ្រព្យសម្បត្តិលុយកាក់ហ្នឹងទេអ្វីៗទាំងអស់ផ្ដើមចេញពីគំនិតរបស់យើងផ្ដើមចេញពីសកម្មភាពរបស់យើងផ្ដើមចេញពីការបោះជំហានរបស់យើងទៅមុខយើងសាក់លបងសិនទៅបើសិនជាខុសយ៉ាងអន់ណាគឺក្រដដែលហ្នឹងតែបើសិនជាយើងចាប់បានឱកាសណាមួយដែលធ្វើឲ្យឱកាសនោះផ្លាស់ប្ដូរជីវិតយើងទាំងមូលស្រួលយើងអាចខ្លាចជាសេដ្ឋីក៏ថាបានតែគ្រាន់តែត្រូវការរយៈពេលយើងសិក្សាមើលប្រវត្តិអ្នកជោគជ័យជាមួយពិភពលោកជាពិសេសពួកមហាសេដ្ឋីមានជាមួយពិភពលោកហ្នឹងភាគច្រើនគឺគាត់កើតចេញពីកូនអ្នកក្រតែប៉ុន្តែអ្វីមួយដែលគាត់មានហ្នឹងគឺគាត់មានគំនិតមួយថាมันចោះចាញ់ជាមួយនឹងវាសនាដោយសារតែគាត់កើតមកក្រហើយគាត់ចង់ផ្លាស់ប្ដូរជីវភាពរបស់គាត់ឲ្យមានការរីកចម្រើនឡើងអញ្ចឹងចង់គឺត្រូវតែប្រឹងប្រែងរកឱកាសប្រឹងប្រែងរកចំណូលប្រឹងប្រែងរកទំនាក់ទំនងហើយខួរក្បាលរបស់យើងនឹងព្យាយាមចាប់យកឱកាសទាំងអស់ហ្នឹងมันមកឲ្យយើងជាទូទៅវាសនាមិនដែលលេងសើចជាមួយមនុស្សទេណាស់តែមនុស្សតែដែលលេងសើចមួយវាសនាម្ដងប្រឹងម្ដងអត់ម្ដងចង់បានម្ដងអត់អញ្ចឹងតែមានភាពច្បាស់លាស់នឹងមានភាពច្បាស់លាស់នៅខ្លួនឯងក្នុងខ្លួនឯងយើងទទួលបានដែរហើយតែឲ្យអនុញ្ញាតឲ្យភាពមិនច្បាស់លាស់វាចូលក្នុងខ្លួនហើយវាមកបំផ្លាញហើយក្តៅមិនក្តៅត្រជាក់មិនត្រជាក់ចុងក្រោយអត់ប្រយោជន៍អត់មានន័យអញ្ចឹងលើកទឹកចិត្តទាំងអស់គ្នាកំណត់វាសនាខ្លួនឯងចង់បានអីធ្វើនឹងទៅចង់បានអីព្យាយាមរកវិធីស្វះស្វែងឈោងចាប់ឲ្យបានដរាបណាយើងប្រឹងដើររកយើងនឹងរកឃើញទោះបីយើងខុសច្រើនដងយ៉ាងណាប៉ុន្តែចុងក្រោយខ្ញុំជឿថាយើងនឹងរកឃើញហើយយើងបើសិនយើងអានប្រវត្តិរបស់អ្នកបង្កើតអំពូលភ្លើង Thomas Edison គាត់សាក់លបងខុសច្រើនដងមែនតើប៉ុន្តែគាត់អត់មានដែលចាត់ទុកថាវាគឺជាការបរាជ័យរបស់គាត់ទេប៉ុន្តែគាត់និយាយថាវាគឺជាការសាក់លបងរបស់គាត់អញ្ចឹងធ្វើអត់តន់ត្រូវដរាបណាគាត់ព្យាយាមគាត់នឹងរកឃើញអញ្ចឹងយើងអាចឆ្លុះចាំមកកាន់ខ្លួនឯងថាអ្វីមួយដែលយើងប្រឹងប្រែងអ្វីមួយដែលយើងព្យាយាមខំស្វែងរកយើងនឹងរកឃើញនៅទីបំផុតបាទសូមអរគុណ